បងប្អូនមួយចំនួនគឺពុំបានដឹងថាដើមឫស្សីក៏ជាឱសថបុរាណមួយប្រភេទអាចជួយទៅដល់តឹងក្រហាយទ្រូងនិងក្អកបានផងដែរហើយនេះគឺជាតម្រាបែបបុរាណជនជាតិព្នងគឺគេធ្វើបែបនេះប្រចាំនៅពេលដែលមានក្អកនិងតឹងក្រហាយទ្រូងបាទជាដំបូងគាត់គ្រាន់តែយកដើមឫស្សីនោះមកកាត់បំណែកជាខ្លីៗរួចយកមកពុះជាបំណែកបែបនេះរួចហើយគាត់ក៏យកទៅឆ្អើរភ្លើងតែម្ដងបាទបានយកភ្លើងមកហើយគឺគាត់យកឥដ្ឋពីរដុំមកដាក់មួយតាំងឈរមួយទៀតតាំងផ្ដេកឲ្យវាទាបមួយខ្ពស់ដើម្បីឲ្យទឹកឫស្សីនឹងហូរចុះមកក្រោមបាទគាត់ឆ្អើរបែបនេះនៅពេលដែលដើមឫស្សីមួយនឹងអស់ជាតិគឺគាត់ដូរដើមឫស្សីមួយទៀតដើម្បីឲ្យទឹកនឹងហូរបានពេញចាននឹងទើបតែគាត់ឈប់ហើយក៏យកទៅបរិភោគបាទបងប្អូនធ្វើបែបនេះសម្រាប់ឲ្យចាស់ៗទៅបរិភោគគឺជួយដល់វីតាមីនដល់ពួកគាត់ថែមទាំងបាត់ក្រហាយនិងក្អកផងដែរបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបាទបើសិនវីដេអូបែបនេះមានប្រយោជន៍សូមបងប្អូនជួយចុច like ចុច share ម្នាក់មួយផងបាទដើម្បីឲ្យបានដឹងទៅដល់តៗគ្នាផងបាទអញ្ចឹងសូមអរគុណ